ថ្មីកន្លងមកនេះរដ្ឋមន្ត្រីកសិកម្មនិងសហករណ៍ថៃបាននិយាយថាស៊ីហ្គេមនៅខ្មែរគឺខ្មែរបានទទួលលើឧបត្ថម្ភពីចិនច្រើនលានដើម្បីរៀបចំព្រឹត្តិការណ៍ស៊ីហ្គេមព្រោះ2023កន្លងមកខ្មែរជាម្ចាស់ផ្ទះស៊ីហ្គេមថ្ងៃនេះលោកហ៊ុនសែនបានចេញបញ្ជាក់ឲ្យថាការប្រារព្ធស៊ីហ្គេមឆ្នាំ2023កន្លងមកគឺខ្មែរប្រើលុយខ្លួនឯងសុទ្ធដោយមិនបានទទួលលុយពីចិនឬមួយក៏ពីបរទេសណាទេហើយលោកហ៊ុនសែនចាត់ទុកថាការដែលនិយាយថាខ្មែរធ្វើជាម្ចាស់ផ្ទះស៊ីហ្គេមប្រើលុយចិនគឺជាការមើងងាយមកលើខ្មែរក៏ដូចជាមិនឲ្យតម្លៃចិនឬមួយក៏ផ្ទះកំភ្លាមចិនបាទនេះគឺជាអ្វីដែលលោកហ៊ុនសែនចេញមកបញ្ជាក់នៅថ្ងៃនេះហើយរឿងនេះមើលទៅពេលឆ្ងាយទៅទៀតយើងអាចនឹងមានអ្វីដែលត្រូវតតាមដានទៅទៀតហើយយ៉ាងណាក៏ដោយមិនចង់ឲ្យមានការប្រៀបធៀបអ្វីទេក៏ប៉ុន្តែបើគេចោទថាយើងយកលុយចិនយ៉ាងណាក្តីពេលនេះលោកហ៊ុនសែនចេញមកបញ្ជាក់ឲ្យថាមិនបានប្រើប្រាស់លុយចិនទេគឺធ្វើដោយខ្លួនឯងលុយខ្មែរបាទ